លេងសិមរៀបពីយក3ថ្ងៃបែបលោបចិត្តហើយចង់ដឹងថាខ្ញុំចំណាយអស់ប្រមាណហើយចាយទៅលើអីគេខ្លះទៅណាខ្លះសប្បាយយ៉ាងណាខ្លះកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាណាអរុនសួស្តីអ្នកនរគ្នាថ្ងៃនេះគឺជាថ្ងៃទី2ដែលខ្ញុំនឹងទៅដើរលេងតាមប្រាសាទម្ដងហើយដោយសារតែយប់មិញគឺខ្ញុំគេងអត់លក់ទេប្លែកកន្លែងហ៎ចឹងទៅក៏ខ្ញុំខករៀបចំខ្លួនដើម្បីយើងទៅដើរលេងតាមប្រាសាទហើយគម្រោងរបស់យើងទៅថ្ងៃហ្នឹងគឺយើងជួលកង់3ជិះដោយសារតាកង់3គឺខ្ញុំបានធ្វើការម៉ៅកង់3គេកក់កង់3គេហើយឯងកង់3ពួកខ្ញុំជីគាត់នេះគឺមួយថ្ងៃពេញហ្មងណាពួកខ្ញុំជួលគាត់មួយថ្ងៃពេញគឺអស់ត្រឹមតែ 60000 ទេហើយអត់តាន់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំជីឡានអស់ម៉ានហើយសន្តាគារខ្ញុំគេងនេះម៉ានអញ្ចឹងសវត្តឡានទៅមកគឺអស់25រៀលក្នុងម្នាក់ហើយសន្តាគារដែលខ្ញុំគេងនេះក្នុងមួយយប់25រៀលអញ្ចឹងខ្ញុំគេងពីរយប់អស់$50ដែលឡែកខ្ញុំស្នាក់នៅ2នាក់អញ្ចឹងអស់ម្នាក់$25ឥឡូវនេះយើងបែរមកមើលទេសភាពនៅក្នុងក្រុងសៀមរាបម្ដងយំទៅទេសភាពពេលថ្ងៃខុសពីពេលយប់អ្នកទាំងអស់គ្នាបើខ្ញុំដើរពេលថ្ងៃខ្ញុំអត់ចាំផ្លូវទេតែបើខ្ញុំដើរពេលយប់ខ្ញុំចាំផ្លូវជាងអញ្ចឹងមិនឆ្ងល់ទេអ្នកទាំងអស់គ្នាថាមិនចឹងដោយសារតែពេលយប់ខ្ញុំចាំភ្លើងពណ៌ហើយពេលថ្ងៃបាត់ភ្លើងអស់ខ្ញុំអត់ដឹងទិសសម្បត្តិអីហ្មងតែគ្រាន់តែថាប្លែកស្រុកទេសគេនេះគឺខុសពីស្រុកទេសនៅខ្ញុំខុសពីភ្នំពេញខុសពីខេត្តកណ្ដាលអញ្ចឹងណាទឹកដីគេឡើងត្រជាក់ខ្លាំងមែនតែនហ្មងអញ្ចឹងពួកខ្ញុំជិះកង់3នេះទៅតាមមាត់ស្ទឹងដើម្បីទៅរកកាហ្វេញ៉ាំណាឬសូថាកន្លែងហ្នឹងកាហ្វេឆ្ងាញ់បងប្អូនទាំងអស់គ្នានៅតាមមាត់ស្ទឹងណាតែពួកខ្ញុំទិញតាមអាទីហេហើយឮគេថាកាហ្វេនៅនឹងឆ្ងាញ់អញ្ចឹងក៏ជិះដើររហូតទៅតែក៏មិនដឹងថាគាត់ជិះម៉ូតូខុសអីដែរស្គាល់កន្លែងញ៉ាំអីឆ្ងាញ់ឆ្ងាញ់នៅម្ដុំសៀមរាបជួយរីខមមិនផងព្រោះពេលក្រោយពេលដែលខ្ញុំទៅខ្ញុំចង់សារអាហារឆ្ងាញ់ឆ្ងាញ់នៅនឹងដែរព្រោះពេលព្រឹកនេះគឺខ្ញុំពិបាករកអីញ៉ាំខ្លាំងមែនតើនេះបងកាហ្វេគាត់នៅកន្លែងតាមមាត់ស្ទឹងហ្នឹងឮគេថាកាហ្វេកន្លែងហ្នឹងឆ្ងាញ់អញ្ចឹងពួកខ្ញុំក៏ចុះមកទិញនៅនឹងអញ្ចឹងណាហើយកាហ្វេគាត់ខ្ញុំអត់ដឹងដែរថាគីឡូរសជាតិកន្លែងគាត់ហ្នឹងបងធ្លាប់ទិញញ៉ាំឆ្ងាញ់អត់ទេប៉ុន្តែសម្រាប់ពួកខ្ញុំគឺកន្លែងគាត់ឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីទិញកាហ្វេហើយពួកខ្ញុំក៏ជីថាធ្វើដំណើរទៅបដាទេប៉ុន្តែបដាឆ្ងាយពេកអញ្ចឹងបកមកញ៉ាំអីនៅម្ដុំអង្គរម្ដងប្រាសាទណាហើយមុននឹងញ៉ាំអីហ្នឹងក៏ពួកខ្ញុំចង់ទិញមួកឲ្យហើយព្រោះថានៅនេះក្តៅណាបើយើងអត់ពាក់មួកទេអាចវារោលមុខអីអញ្ចឹងណាក៏មកលើមួកលើអីទិញមួកម្នាក់មួយអញ្ចឹងនេះគឺបាយព្រឹករបស់ខ្ញុំអាហារពេលព្រឹកម្នាក់យ៉ាងច្រើនណាអស់$5បងប្អូនតាគ្នាបាយរបស់ខ្ញុំប៉ុណ្ណឹងគឺអស់16000ទៅ18000ហើយពួកខ្ញុំក៏បានធ្វើដំណើរមកដល់ប្រាសាទហើយមកដល់អង្គរវត្តហើយអញ្ចឹងក៏បានថតរូបថតអីចឹងណាកន្លែងឃើញថាថ្ងៃដែលខ្ញុំមកហ្នឹងដោយសារតែថ្ងៃបុណ្យ13 14 15 16គឺថាថ្ងៃបុណ្យជាតិអញ្ចឹងទៅមនុស្សម្នាដែលគាត់មកលេងគឺច្រើនខ្លាំងមែនតើពួកខ្ញុំថតអត់បានច្រើនទេបងគ្នានៅក្នុងប្រាសាទណាដោយសារតែទី1គឺយើងដើរច្រើនហើយហត់អញ្ចឹងខ្ញុំញ៉ាំបាយថ្ងៃនៅចិត្តស្រះស្រង់នៅក្រោយស្រះស្រង់បងគ្នាបន្ទាប់មកទៀតខ្ញុំក៏ធ្វើដំណើរទៅលេងភ្នំទៅលេងប្រាសាទតាព្រំហ្នឹងហើយទៅលេងប្រាសាទតាព្រំបងប្អូនគ្នាណាមកកុំភ្លេចចូលប្រាសាទតាព្រំណាចាដូចសួនវែងអញ្ចឹងចាចូលច្រកផ្សេងចេញច្រកសឹងចាហើយបើមិនស្រួលទេវែងក្នុងប្រាសាទហ្នឹងហ្មងតែគ្រាន់តែថាអីទេបងយើងដើរតាមតែសញ្ញាព្រួញទៅគឺអូខេហើយបន្ទាប់ពីចេញពីប្រាសាទតាព្រំគឺពួកខ្ញុំទៅលេងបដាម្ដងបងប្អូនតាគ្នាដោយសារបដាហ្នឹងត្រូវខកខានចូលហ្នឹងគឺ3ដងហើយអញ្ចឹងលើកនេះត្រូវទៅឲ្យបានអញ្ចឹងពេលទៅបដាហ្នឹងក៏យើងជិះតាមស្រះស្រង់ណែអូឡៃនេះគឺ relax ខ្លាំងហ្មងណាហើយក៏ងាកមកឃើញអីគេប្រាសាទប្រែរូបអញ្ចឹងណាអត់បានចូលទេប្រាសាទប្រែរូបបងប្អូនគ្នាដោយសារពេលវេលាខ្ញុំខ្លីខ្លាំងមែនតែនហ្មង
តែប្រាសាទប្រែរូបក៏ស្អាតដែរបងតាគ្នាមានពេលអាចចូលថតរូបបានតែដោយសារតែពួកខ្ញុំគឺពេលខ្លីខ្លាំងមែនទែនបានតែមួយគ្រាន់ជិះកាត់ទេអញ្ចឹងផ្លូវទៅបដាក់នេះហាគឺមានប្រាសាទច្រើនខ្លាំងមែនទែនហើយដូចអ្នកឃើញអញ្ចឹងគឺថាភ្លៀងទៀតហើយគឺថាពួកខ្ញុំបេសកកម្មទៅបដាក់ហ្នឹងសឹងថានឹងអត់បានទៅហ្មងតែដោយសារតែឃ្លានអាកោថ្នោតនៅនឹងខ្លាំងមែនទែនអញ្ចឹងក៏បានមកដល់ហើយបដាក់ដោយឡែកមកដល់បដាក់នេះគឺខ្ញុំបានទិញអាកោថ្នោតភ្លក់ក៏ដូចជាខ្ញុំបានទិញនំថ្នោតមិននំថ្នោតទេនំទឹកថ្នោតគេនៅហ្នឹងក៏ឆ្ងាញ់ដែរតែខ្ញុំអត់បានថតទេនេះនំទឹកថ្នោតដែលខ្ញុំកាន់សសហ្នឹងឆ្ងាញ់ណាស់ហើយខ្ញុំស្ដាយមែនតើខ្ញុំទិញបានតែមួយប្រអប់បន្ទាប់មកពួកខ្ញុំក៏មកដល់សន្តាគារវិញបិទម៉ាស់បិទអីចឹងណាយប់ឡើងយើងដើរទៅទៀតហើយនេះចាគឺមានជាការខ្ជិលខ្ជូតជាខ្លាំងខ្ពើមខ្លួនឯងនិយាយមែនមកលេងស៊ីមរៀបនេះទាំងអស់គ្នាអត់ចាំបាច់ភ័យទេគឺ download តាapp Grab app Pass App អីចឹងទៅហើយនឹងលុយវិញ transfer គ្រប់កន្លែងបានទាំងអស់អញ្ចឹងអត់ចាំបាច់ខ្វល់ទេអាហារពេលល្ងាចយើងមកសាកបែបបបរសថៃខពងទាប្រៃអញ្ចឹងណាហើយនឹងមានសៀងផ្អែមនៅនឹងទៀតគឺអាហារពេញនិយមដែរពេលល្ងាចឡើងហើយអញ្ចឹងក៏មកញ៉ាំភេសជ្ជៈអីតិចតួចនៅម្ដុំ Pot Street ហើយមើលបងជនជាតិគេលេងអាតែតបាល់ហើយវីដេអូប្លុកសម្រាប់ថ្ងៃទី2នេះគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ចំណាយ2យប់3ថ្ងៃហ្នឹងគឺខ្ញុំបានមានដាក់ detail នៅខាងលើនេះគឺជាចំណាយរបស់ខាងពួកខ្ញុំមកដល់លេងបែប low budget ណាបងតើគ្នាបើបងបែប high budget មិនចាយអស់ប៉ុណ្ណឹងទេណាបង